ឆ្លងកាត់ឧបសគ្គជាច្រើនជីវិតសិនយូតែងតែជួបស្ថានភាពមិនសមបំណងរួមទាំងស្ថានភាពគ្រួសារនិងជីវិតផ្ទាល់ខ្លួននេះក៏ជួបរឿងអាពាហ៍ពិពាហ៍คล้ายៗទៀតបន្ទាប់ពីបានដឹងអាចកំបាំងពីគ្នាទៅវិញទៅមកអ្នកទាំងពីរក៏បានសម្រេចចិត្តធ្វើជាបងប្អូនស្រីក៏បន្តអាពាហ៍ពិពាហ៍คล้ายៗដើម្បីការពារអត្តសញ្ញាណក្នុងពេលជាមួយគ្នាអ្នកទាំង4បានជាប់ពាក់ព័ន្ធសំណុំរឿងព្រះអង្គម្ចាស់ក៏បានចាប់ផ្ដើមស៊ើបអង្កេតករណីដោយសម្ងាត់ដើម្បីស្វែងរកការពិតទទួលសិទ្ធិប្រាញ់មុខដោយក្រុមហ៊ុន TTCTV រឿងអាចកំបាំងសម្បត្តិវិហារមានផ្សាយជូនទស្សនាចាប់ពីថ្ងៃសុក្រទី7ពីខែវិច្ឆិកាឆ្នាំ2025រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង12ថ្ងៃត្រង់និងម៉ោង8:15នាទីយប់នៅលើកញ្ចក់ទូរទស្សន៍ខ្សែការ TTCTV តែមួយគត់គឺប៉ុស្តិ៍លេខ6 HD